មនុស្សដែលអកតេអត់អាចមានធម៌ពលជំរុញឲ្យគាត់ឈ្មោះទៅរកការធ្វើពហិការកើតទេពីព្រោះការធ្វើពហិការគឺវាទាមទារនៅឆន្ទៈហើយនឹងគោលបំណងច្បាស់លាស់មូលហេតុអីបានជាយើងឈានទៅដល់ដំណាក់កាលមួយដែលយើងមិនប៉ះពាល់ហើយមិនព្រមចំណាយលុយទៅទិញរបស់នោះតើដោយសារមូលហេតុអីបានជាធ្វើឲ្យយើងអាចនឹងទុកចិត្តខ្លួនឯងដែលធ្លាប់ប្រើរបស់ដែលយើងត្រូវចិត្តរបស់ដែលល្អដែលយើងគិតថាយើងចូលចិត្តយើងស្រឡាញ់ហើយវាមានគុណភាពប៉ុន្តែយើងសុខចិត្តមិនប្រើមិនបន្តប្រើហើយមិនហើយទៅរករបស់អីផ្សេងមកជំនួសចាដូច្នេះគឺវាមិនមែនថាមនុស្សដែលគាត់ធ្វើពហិការអត់មានកតិទេចាអកតិគឺខ្ញុំអត់គ្រប់គ្រងនៅត្រង់ចំណុចនេះទេទោះបីជាអ្នកជាបណ្ឌិតឬមួយក៏អ្នកមានចំណេះដឹងខ្លាំងយ៉ាងណាក៏ដោយនៅចំណុចនេះគឺជាចំណុចគួរពិចារណាមែនយើងអាចនឹងធ្វើពហិការប៉ុន្តែគេនៅតែមានលុយនៅក្នុងការបន្តធ្វើសកម្មភាពផ្សេងប៉ុន្តែដែលសំខាន់ថាតើយើងនេះចានៅក្នុងផ្ទះផងយើងដែលគេមកវាយយើងគេមកដៀតេស្តថ្មីឪពុកម្ដាយយើងគេមកដៀយើងសពគ្រប់បែបយ៉ាងតើយើងមានចិត្តឈឺចាប់ដែរអត់តើយើងនៅបន្តយកលុយដែលយើងខំរកដោយលំបាកហើយយកទៅទិញរបស់ដែលជាអ្នកមកមើលងាយយើងអញ្ចឹងមនុស្សដែលគាត់អត់មានការឈឺចាប់និងមានការរើបំរាស់សួរថាតើយើងអាចឈ្មោះទៅរកការកែប្រែឬក៏ការងើបឡើងស្ដារនៅកិត្តិយសឡើងវិញបានអត់បើសិនជាយើងអត់ចេះឈឺចាប់គេមើលងាយហើយនៅតែបន្តគ្រប់គ្រងគេទៀតចាអញ្ចឹងបើសិនជាមនុស្សអត់មានកតិគិតអត់ឃើញកន្លែងហ្នឹងខ្ញុំគិតថាមនុស្សដែលគាត់ដែលយល់ថាការមិនធ្វើពហិការឬក៏ការធ្វើពហិការហ្នឹងវាអត់មានអីប៉ះពាល់គឺគាត់គិតខុសតើយើងជាមនុស្សអាត្មានិយមឬមួយក៏ជាជាតិនិយមចាជាតិនិយមនិងអាត្មានិយមគឺខុសគ្នាជាតិនិយមគឺយើងធ្វើអ្វីដែលយើងគិតថាទោះបីជាយើងមិនបានធ្វើធំដុំក៏ដោយឲ្យតែវាមានគុណប្រយោជន៍ជួយទៅដល់ជាតិរបស់យើងគឺយើងធ្វើចំណែកអាត្មានិយមគឺថាយើងគិតតែពីខ្លួនយើងសំខាន់គឺយើងមានសេចក្តីសុខអាណាមិនអាណាទៅចាទោះបីប្រទេសជាតិត្រូវបានគេមើលងាយឪពុកម្ដាយយើងត្រូវបានគេមើលងាយក៏យើងអត់ខ្វល់ចាយើងគិតថាអ្វីដែលយើងធ្វើគឺវាអត់មានបានផលអីប៉ុន្តែបងប្អូនត្រូវដឹងថានៅក្នុងកលៈទេសៈនេះការធ្វើពហិការមិនអាចធ្វើត្រឹម 50% បានទេបើសិនជាយើងធ្វើត្រឹម 50% បានន័យថាស្មើអញ្ចឹងគេនៅតែស្មើគេនៅតែអាចដំណើរការបានការធ្វើពហិការគឺទាមទារការចូលរួមពីមនុស្សឲ្យលើសពី 80% បានយើងទៅបានជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងអ្នកដែលគាត់មានមុខជំនួញជួញដូរចាហើយនឹងអ្នកដែលគាត់មានចំណេះដឹងជាច្រើនចេញមកដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋរួមសហការគ្នាដើម្បីនឹងចូលរួមធ្វើពហិការតើថ្នាក់ដឹកនាំអ្នកដែលមានមុខជំនួញទាំងអស់នោះនិងអ្នកដែលគាត់មានចំណេះដឹងជាមនុស្សអកតេចាដោយសារតែប្រជាជនរបស់យើងគឺទាមទារឲ្យមានការជំរុញនិងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីព្រោះយើងមិនដែលមានការខឹងសម្បាគុំគួនអីដល់ថ្នាក់យើងធ្វើពហិការពេញផ្ទៃប្រទេសទេប៉ុន្តែលើកនេះវាជាសង្គ្រាមដែលគេមកវាយបងប្អូនយើងចាមកបំផ្លាញផ្ទះយើងមកដុតផ្ទះយើងចាដែលកំពុងរស់នៅសុខស្រួលគេមកដុតផ្ទះយើងចាអញ្ចឹងតើយើងនៅបន្តហុចលុយទៅឲ្យគេទៀតទេអ្នកអកតេនៅបន្តអញ្ចឹងហ៎ឯការបើត្រឹមតែ 70% ក៏អត់អាចជោគជ័យដែរដូច្នេះហើយគឺវាទាមទារអ្នកឲ្យអ្នកដែលគាត់មានមុខមាត់មានគេហៅថា influencer អ្នកដែលគាត់មានប្រជាប្រិយភាពអ្នកដែលគាត់មានអ្នក follow ច្រើនត្រូវចេញមកនិយាយដើម្បីជួយជំរុញទឹកចិត្តពីព្រោះការបន្តធ្វើពហិការវាទាមទារឲ្យមានឆន្ទៈចាមានសតិនៅពេលដែលយើងលូកដៃទៅចាប់យកតំណែងណាមួយដែលជារបស់គេយើងគិតមើលចាថាតើលុយទាំងអស់ហ្នឹងវានឹងផ្ដល់ផលប្រយោជន៍ទៅដល់គេធ្វើអីខ្លះគេនៅតែមានលុយ of course គេជាប្រទេសអ្នកមានប៉ុន្តែយើងនេះអាអ្នកក្រនេះដែលមានលុយបន្តិចតួចហើយនៅខំបន្តទៅឲ្យគេដែលគេមើលងាយតើយើងមានសតិដែរអត់ឬមួយក៏យើងអសតិអ្នកណាជាមនុស្សដែលអសតិពិតប្រាកដអ្នកពហិការឬមួយក៏អ្នកដែលបន្តនៅតែគិតថាវាមិនអីក្នុងនាមខ្ញុំជាប្រជាពលរដ្ឋដែលអត់មានអីកិច្ចការងារជាមួយនឹងប្រទេសជាតិអាចជួយទៅបានធំដុំទេប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានរួមចំណែកបានគឺខ្ញុំមិនបន្តយកលុយដែលខ្ញុំរកបានហ្នឹងយកទៅគ្រប់គ្រងផលិតផលរបស់គេខ្ញុំបែរមកគ្រប់គ្រងផលិតផលរបស់យើងវិញបើទោះបីជាពេលខ្លះចាការដែលយើងប្រើផលគេគឺវាល្អចារបស់គេល្អមានគុណភាពវាល្អមិនក្រោយប៉ុន្តែត្រូវតែមានសតិនៅក្នុងការហាមចិត្តខ្លួនឯងយកដៃទៅកាន់របស់គេហ្នឹងឲ្យចេះសម័យឃើញអា F11 លើក្បាលនេះតម្លាក់គ្រាប់បែកចកោមបាញ់ផ្សែងពុលហើយដែលបងប្អូនកងទ័ពនិងជនភៀសសិទ្ធិផងយើងកំពុងតែលំបាកវេទនាគេយកដីសុកគេមកវាយផ្ទះគេមកពាត់លបងគេមកតម្លាក់គ្រាប់លើយើងឲ្យវាចេះឈឺចាប់ណាឲ្យមានសតិអាហ្នឹងគេហៅថាមនុស្សមានសតិមនុស្សអាត្មានិយមដែលគិតមិនដល់កន្លែងហ្នឹងទើបអត់សតិពិតប្រាកដបីតែសត្វឆ្កែដែលនៅលើភ្នំក៏វាចេះជួយម្ចាស់នៅក្នុងការពារប្រាសាទការពារទឹកដីឆ្កែដែលនៅភូមិព្រៃច័ន្ទក៏ចេះពំដបងយកទៅឲ្យម្ចាស់ដើម្បីនឹងវាយអាជនឈ្លានពានកុំឲ្យចាញ់ឆ្កែណាចារៀនសូត្រអស់លុយទាំងមកកណោចាបានត្រឹមត្រូវគួរតែរក្សាភាពស្ងប់ស្ងាត់ទៅបើ បើសិនជាយើងមិនគ្រប់គ្រងមិនបន្តនៅយុទ្ធនាការនៃការដែលគេពហិការ
នៅឲ្យស្ងៀមទៅចាបើអាត្មានិយមក៏អាត្មានិយមបែបស្ងប់ស្ងាត់តែឯងទៅក្រុមគ្រួសារឯងទៅកុំមកបកកបកាអញ្ចឹងរដ្ឋាភិបាលអ្នក influencer និងអ្នកដែលគាត់មានចំណេះដឹងគាត់ប្រឹងចេញមកដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការគ្នាដើម្បីវាយសត្រូវកុំឲ្យវាមានឱកាសងើបមកទិញគ្រាប់ទិញអីយកមកវាយយើងទៀតចាអញ្ចឹងបានជួយនៅស្ងៀមខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំចាលោកខំប្រឹងណាស់ចាដើម្បីនាំសន្តិភាពមករប្រទេសយើងវិញចាបងជាទាហានជួរមុខនិងម្ចាស់អាជីវកម្មដែលលះបង់ចំណាយនៅប្រាក់ចំណេញផ្ទាល់ខ្លួនដើម្បីចូលរួមជាមួយជាតិបន្តធ្វើពហិការប្រជាពលរដ្ឋដែលគាត់បានកែប្រែចាពីការគ្រប់គ្រងផលិតផលរបស់គេមកបន្តគ្រប់គ្រងផលិតផលក្នុងស្រុករួមសហការគ្នាចាសម្ដេចលោកនិយាយថាខ្មែរគឺ99%គឺបានផ្លាស់ប្ដូរពីការដែលយើងទិញរបស់គេយ៉ាងនេះសល់តែ1%ទេហើយខ្ញុំគិតថា1%នោះបងប្អូនដឹងហើយចម្លើយតើជាអ្នកណាចាគឺចេញមកពិតៗមក1%ហ្នឹងចា